បាទសូមជម្រាបសួរបងប្អូនអ្នកគ្នាសាជាថ្មីម្ដងទៀតចឹងថ្ងៃនេះយើងនឹងរៀនភាសាអង់គ្លេសជាមួយគ្នាចឹងថ្ងៃនេះលោកគ្រូនឹងលើកយក vocabulary ទាក់ទងជាមួយនឹង types of movies បាទយើងរៀនអំពីប្រភេទនៃខ្សែភាពយន្តមានខ្សែភាពយន្តខ្លះប្រភេទភាពយន្តនីមួយៗនោះក្នុងភាសាអង់គ្លេសតែលោកគ្រូប្រើប្រាស់ពាក្យណាបាទចឹងថ្ងៃនេះលោកគ្រូមានពាក្យចំនួន8ហើយមានពាក្យហៅ3ដែរសម្រាប់បងប្អូនអ្នកគ្នាបាទអញ្ចឹងទី1 an action movie បាទ an action movie យើងបើនៅស្រុកខ្មែរយើងចូលចិត្តមើលរឿងចិនដែលវាយកាប់ចាក់គ្នាមានច្បាំងមានយុទ្ធសាស្ត្រមានអីបាទហ្នឹងហើយគេហៅថា an action movie ជាប្រភេទខ្សែភាពយន្តមួយដែលគេបង្កើតឡើងទាក់ទងជាមួយនឹងការប្រយុទ្ធជាពិសេសឬក៏ការច្បាំងគ្នាការបាញ់កាប់សម្លាប់គ្នាទៅវិញទៅមកហ្នឹងគឺទាក់ទងជាមួយ action movie ភាពរឿងដែលវាយគ្នាបាទ TV គឺ an animated movie បាទ an animated movie ចឹងពីនេះអាចថា an animated movie ជាប្រភេទភាពយន្តគំនូរជីវចលឬយើងហៅថាភាពយន្តតុក្កតាដែលគេបង្កើតឡើងដោយកុំព្យូទ័រដែលធ្វើឲ្យរូបភាពនោះមានចលនាដែរអញ្ចឹងយើងចូលចិត្តមើលពិសេសនៅស្រុកខ្មែរយើងកាលពីមុនយើងចូលចិត្តមើលរឿងឆ្មាកណ្ដុរលេងអញ្ចឹងណាសប្បាយបាទហើយមានរឿងតុក្កតាជាច្រើនចូលទៅក្នុងរូបភាពរបស់យើងពិសេសនេះហើយគេហៅថា animated movie គឺប្រភេទរឿងគំនូរជីវចលបាទទី3គឺ comedy បាទជាប្រភេទ movie មួយយ៉ាងដែលគេបង្កើតឡើងដើម្បីកម្សាន្តអារម្មណ៍ធ្វើឲ្យទស្សនិកជនហ្នឹងគាត់មើលរឿងហ្នឹងហើយគាត់មានអារម្មណ៍ថាសប្បាយចិត្តបាទដូចនៅស្រុកគេយើងឃើញមាន Mr. Ben ឬក៏លោកសាក់ឡូដែលយើងស្គាល់ដែលយើងអាសាមើលពួកគាត់នៅស្រុកខ្មែរយើងហើយនៅស្រុកខ្មែរយើងក៏មាន comedy movie ដែរគេទៅមើលរឿងផ្សេងទៅតាមប៉ុស្តិ៍ទូទុំមួយចំនួនដូចជាលោកពូក្រឹមឬក៏នាយពាក់មីដែលគេលេងផ្សេងហើយយើងមើលហើយយើងសប្បាយអារម្មណ៍របស់យើងភើបឬក៏សើចសប្បាយហើយហៅថា comedy movie ភាពរឿងកំប្លែងបាទអញ្ចឹងទី4គឺ drama បាទ drama ជាប្រភេទភាពយន្តម្យ៉ាងឬក៏ហៅថាជាល្ខោនម្យ៉ាងដែលគេសម្ដែងឡើងឬក៏គេបង្កើតឡើងដើម្បីបង្ហាញអំពីមនោសញ្ចេតនាអារម្មណ៍នៃការឈឺចាប់អីមួយទៅដូចនៅក្នុងរូបភាពនេះគឺនៅក្នុងរឿងកប៉ាល់អ៊ីនធឺណិតបាទបង្ហាញអំពីអារម្មណ៍ស្នេហារបស់ស្ត្រីម្នាក់បរិបម្នាក់ហើយបរិបគឺគាត់បានស្លាប់ដោយសារលេចកប៉ាល់អ៊ីនធឺណិតនេះឯងអញ្ចឹងtrauma គឺ trauma movie គឺសំដៅទៅលើខ្សែភាពយន្តដែលគេនិយាយអំពីមនោសញ្ចេតនាច្រើនមនោសញ្ចេតនាក្តីស្រឡាញ់ច្រើនបាទទាក់ទងជាមួយនឹងអារម្មណ៍ច្រើននៅក្នុង trauma movie បាទទី5គឺ horror movie ជាប្រភេទខ្សែភាពយន្តម្យ៉ាងដែលគេបង្កើតឡើងទាក់ទងជាមួយនឹងជំនឿសាសនាឬក៏អរិយឬក៏ព្រាយបិសាចឬក៏សត្វចម្លែកអញ្ចឹងពួករឿងអស់ហ្នឹងចិត្តវាធ្វើឲ្យអ្នកមើលមានអារម្មណ៍ថារន្ធត់ហើយភ័យខ្លាចដូចជានៅស្រុកខ្មែរយើងមានរឿងខ្មោចរឿងអីជាដើមអញ្ចឹងយើងមើលហើយភ័យខ្លាចយើងខ្លាចខ្លះមើលហើយអត់ហ៊ានគេងម្នាក់ឯងទេព្រោះខ្លាចតែតែយើងមើលពួករឿង horror movie បាទអញ្ចឹងដូចនៅក្នុងរូបភាពអញ្ចឹងមានរូបបាទបិសាចមានរូបមនុស្សហើយប្រែទៅជាសត្វទៅជាអីហ្នឹងទៅហ្នឹងហើយគេហៅថា horror movie បាទនៅស្រុកយើងហៅរឿងខ្មោចទេប៉ុន្តែមិនមែនតែរឿងខ្មោចម្យ៉ាងទេឲ្យតែរឿងដែលបង្ហាញពីភាពរន្ធត់ដែលអ្នកមើលគាត់មើលគាត់រន្ធត់ភ័យខ្លាចនោះហើយគេហៅថាប្រភេទ horror movie បាទទី5សុំទៅទី6 number 6គឺយើងនិយាយពី western movie ជាប្រភេទខ្សែភាពយន្តមួយដែលគេបង្កើតឡើងនៅភាគខាងលិចនៃសហរដ្ឋអាមេរិកហើយគេផ្ដោតសំខាន់នៅក្នុងសម័យនោះគេផ្ដោតសំខាន់ទៅលើពួក cowboy ឬក៏ហៅថាក្មេងឃ្វាលគោបាទអញ្ចឹងឲ្យតែឃើញនេះមុខបែបនេះគេហៅថាមុខ cowboy ការសម័យមុននោះគឺពេញនិយមណាស់មុខ cowboy អញ្ចឹងនេះជាប្រភេទ western movie ដែលនិយាយអំពីដែលរឿងហ្នឹងគេនិយាយអំពីប្រជាជនដែលនៅភាគខាងលិចនៃសហរដ្ឋអាមេរិកហើយនិយាយទាក់ទងជាមួយនឹងក្មេងឃ្វាលគោនិយាយអំពីដំណើរជីវិតទាក់ទងជាមួយក្មេងឃ្វាលគោវិញគឺគេហៅថា western movie ទី7គឺជាប្រភេទខ្សែភាពយន្តមួយដែលគេឲ្យឈ្មោះថា science
fiction movie science fiction movie ជាប្រភេទខ្សែភាពយន្តមួយដែលនិយាយអំពី science គឺnóiថាតើទៅមួយជាសាច់គឺបើយើងនិយាយចំទៅហៅថាជាសាច់ពិតឬក៏ប្រឌិតមានន័យថាការបង្កើតឡើងតើទៅមួយជាសាច់តែជាការនឹកឃើញរបស់អ្នកពលគេគាត់តែដិតវាឡើងមួយដូចជាខ្សែភាពយន្តតើទៅជាមួយនឹងមនុស្សយន្តដូចជាតើទៅជាមួយនឹងនៅស្រុកខ្មែរយើងកាលពីមុនយើងចូលចិត្តមើលរឿង Power Ranger រឿងកាក់ប្រែការយើងអញ្ចឹងណាបាទហើយនឹងរឿងតេតូជាមួយនឹងមនុស្សគ្រប់ផ្សេងអីចឹងទៅហ្នឹងហើយគេហៅថាប្រភេទ action fiction movie បាទ science fiction movie ជាប្រភេទរឿងបែបវិទ្យាសាស្ត្របាទទី8ចុងក្រោយបាទគឺជាភេទភាពយន្តមួយដែរដែលគេហៅថា musical តេតូជាមួយនឹងភាពយន្តហ្នឹងគឺជាយើងអាចនិយាយបានថាជាតន្ត្រីឬក៏ជាភាពយន្តវិញគេសម្ដៅទៅលើរឿងមួយដែលផ្ដោតមានន័យថាចម្រៀងឬក៏ការរាំហ្នឹងវាជាចំណែកមួយដ៏ចាំបាច់នៅក្នុងរឿងហ្នឹងដែលយើងអាសាឃើញពេលខ្លះយើងមើលរឿងខ្មែរយើងពីមុនអីគឺមានសាច់រឿងហើយមានចម្រៀងនៅក្នុងហ្នឹងទៀតបាទឬក៏នឹងរឿងវាវិញមានសាច់រឿងហើយបន្ទាប់មកមានឈុតឆាករាំហើយច្រៀងនោះហើយគេហៅថាប្រភេទ musical movie ឬក៏ musical ឬក៏យើងអាចនិយាយបានថាវាគឺជាប្រភេទតន្ត្រីក៏បានឬក៏ខ្សែភាពយន្តម្យ៉ាងដែលគេយកតន្ត្រីឬក៏ការរាំការច្រៀងជាផ្នែកមួយដ៏សំខាន់នៅក្នុងខ្សែភាពយន្តបាទអញ្ចឹងលោកគ្រូមានតែប៉ុណ្ណឹងហើយលោកគ្រូសង្ឃឹមថាបងប្អូននឹងយល់អំពីប្រភេទភាពយន្តទាំង6ហ្នឹងទាំង8ហ្នឹងអញ្ចឹងយើងទៅដល់គ្នាម្ដងទៀតភាពយន្តទី1យើងហៅថា action movie ជាប្រភេទខ្សែភាពយន្តបែបសកម្មយើងហៅថាប្រភេទដែលកាត់ចាក់ច្បាំងគ្នានេះគេហៅថា action movie បាទទី2គឺ animated movie ជាប្រភេទខ្សែភាពយន្តគំនូរជីវចលដែលខ្មែរយើងអត់ហៅគំនូរជីវចលជាទូទៅបាទចាស់ឬក៏ក្មេងៗអីគឺយើងច្រើនហៅថាតុក្កតាណាទី3គឺ comedy បាទជាប្រភេទខ្សែភាពយន្តកំប្លែងអញ្ចឹងយើងអត់សម្រាប់ចិត្តឬក៏យើងស្បស្មារតីយើងអាចភាពយន្ត comedy បានឬក៏ comedy movie ដែលអរំយើងស្បស្មារតីតាមរយៈសាច់រឿងហ្នឹងប្លែកសប្បាយបាទទី4គឺ drama ជាប្រភេទខ្សែភាពយន្តបែបមនោសញ្ចេតនាប្រើប្រាស់នៅអារម្មណ៍ការស្រឡាញ់ការស្អប់នៅក្នុងរឿងហ្នឹងតែម្ដងទី5គឺ horror movie ជាប្រភេទខ្សែភាពយន្តបែបទន្ធត់ភ័យខ្លាចដែលអ្នកមើលគាត់ភ័យខ្លាចគាត់រន្ធត់ដូចជារឿងខ្មោចដូចជារឿងពិសាចរឿងសត្វចម្លែកអីសាហាវបាទទី6គឺ western ជាប្រភេទខ្សែភាពយន្តមួយដែលគេផលិតឡើងនៅនិយាយអំពីខ្សែជីវិតរបស់ក្មេងឃ្វាលគោពិសេសគេផ្ដោតទៅលើ cowboy ពួក cowboy ក្មេងឃ្វាលគោនៅឯភាគខាងលិចនៃសហរដ្ឋអាមេរិកបាទទី7គឺ science fiction movie ជាប្រភេទរឿងបែបវិទ្យាសាស្ត្របែបដែលមានមនុស្សយន្តការបង្កើតមនុស្សយន្តនិយាយអំពីមនុស្សពុកផ្សេងឬក៏បច្ចេកវិទ្យាទំនើបអីមួយបាទទី8គឺ musical ជាប្រភេទខ្សែភាពយន្តមួយឬក៏តន្ត្រីមួយដែលគេយកការរាំការច្រៀងសំខាន់ជាផ្នែកដ៏សំខាន់បំផុតនៅក្នុងសាច់រឿងរបស់គេអញ្ចឹងគេហៅថា musical អូខេចឹងគ្រូក៏មានឧទាហរណ៍បីដែរ My sons love animated movies បាទអញ្ចឹងកូនប្រុសរបស់ខ្ញុំគាត់ចូលចិត្តប្រភេទរឿងតុក្កតាអញ្ចឹងក្មេងៗគឺគាត់ចូលចិត្តរឿងបែបតុក្កតាតែម្ដងបាទទី2 I'm a fan of science movies បាទហើយខ្ញុំគឺជាអ្នកគ្រប់គ្រងជា fan អ្នកគ្រប់គ្រងនៃប្រភេទភាពយន្តបែប action មានន័យថាបែបវាយកាប់ចាក់បែបច្បាំងគ្នាអញ្ចឹងទៅបាទទី3 she doesn't like horror movie បាទនាងមិនចូលចិត្តភាពយន្តបែបរន្ធត់បាទជាទីទៅអត់ស្អីមានអ្នកណាដែរគាត់ស្អីចូលចិត្តទេបែបរន្ធត់ខ្លះមើលហើយគាត់ភ័យខ្លាចគាត់ថាគាត់មើលរឿងខ្មោចទៅគាត់ដេញស្មៃដល់រូបភាពដែលគាត់បានមើលហ្នឹងធ្វើឲ្យយប់ឡើងគាត់មើលឬក៏គាត់យល់សោកឃើញខ្មោចគាត់ណាស់អញ្ចឹងសរុបមកវិញប្រ
សិនបើយើងមានភាពភ័យខ្លាចនៅក្នុងជីវិតរបស់យើងគ្រូចង់បញ្ជាក់ថាមានខ្សែភាពយន្តទាំង8នេះហើយតែឯងយើងគិតថាពេលដែលយើងពិបាកចិត្តយើងចង់មើលភាពយន្តមួយនេះមួយនោះដើម្បីបន្ធូរអារម្មណ៍ប៉ុន្តែគ្រូសំដៅពីចិត្តថាគ្មានភាពយន្តណាអាចស្មើនឹងព្រះបានมันអាចធ្វើអីឲ្យយើងសង្ស័យabout ក្រោមអញ្ចឹងប្រសិនបើយើងចង់អារម្មណ៍របស់យើងបានធូរស្រាលពេលដែលយើងមានបញ្ហាសុខភាពរបស់គ្នាបានស្វែងរកព្រះការអធិដ្ឋានព្រះបន្ទូលបាទអរគុណច្រើនហើយលោកគ្រូមានតែដឹងសុខព្រះ